ព្រះចៅអធិរាជ Alexander កំពូលអធិរាជនៃបស្ចិមប្រទេសព្រះចៅអធិរាជ Alexander ជាក្សត្រចម្បាំងដ៏អស្ចារ្យបំផុតនៅលោកខាងលិចព្រះអង្គដឹកនាំទ័ពដ៏ខ្លាំងពូកែធ្វើដំណើរឆ្ពោះទៅកាន់ពាក់កណ្ដាលទ្វីបលោកដើម្បីបើកពង្សាវតារប្រវត្តិសាស្ត្រដ៏ល្បីរន្ទឺនៅដែនដីភាគខាងកើតតែប្រជាជនក្រិចមានជំនឿថាជាដែនដីដ៏ស្ដុកស្ដំសម្បូរទៅដោយមាសប្រាក់ត្បូងពេជ្រមានតម្លៃនិងសម្បត្តិធម្មជាតិដ៏មហាសាលក្រោយពេលឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះចៅ Alexander បានលើកទ័ពម៉ាសេដូនីធ្វើដំណើរទៅទូទាំងពិភពលោកក្នុងគោលបំណងបង្រួបបង្រួមជាតិសាសនាដទៃឲ្យក្លាយជាជាតិតែមួយដោយផ្សាយបញ្ចេញនិងផ្សំបញ្ចូលនូវវប្បធម៌ទំនៀមទម្លាប់សញ្ជាតិសិល្បៈនិងចំណេះវិជ្ជាផ្សេងៗបើគុំតែ Alexander មានប្រជជនខ្លីពេកនោះប្រហែលជាប្រទេសនានានៅលើពិភពលោកអាចនឹងត្រូវបានរួមបញ្ចូលគ្នាជាវប្បធម៌ក្រិចតែមួយតាមក្តីរំពឹងទុករបស់ព្រះអង្គកថាបានព្រះចៅអធិរាជ Alexander ទី3ប្រសូតនៅចំពាក់កណ្ដាលរដូវក្តៅនៅទីក្រុងផេឡារដ្ឋម៉ាសេដូនីនៅឆ្នាំ356មុនគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះចៅហ្វីលីបទី2នៃម៉ាសេដូនីនិងព្រះនាងអូឡាំពុសកាលព្រះអង្គនៅវ័យក្មេងទ្រង់ចូលចិត្តអានវណ្ណកម្មអក្សរសិល្ប៍អ៊ីលីយ៉ែតរបស់កវីហូម៉ូជាខ្លាំងដោយព្រះអង្គមានជំនឿយ៉ាងអស់ពីប្រតិយថាខ្លួនជាទាយាទជាប់ខ្សែស្រឡាយមកពីអាគីលីសជាវីរបុរសនៃសង្គ្រាមក្រុងត្រយនៅក្នុងរឿងនិទានប្រវត្តិសាស្ត្រនិងដែលជាអ្នកជាប់សាច់សាលោហិតពីព្រះអាទិទេពផងដែរពេលរាជបុត្រមានប្រជជនបាន13ព្រះវស្សាព្រះអង្គម្ចាស់ហ្វីលីបបានទទួលសេះដ៏សង្ហាមួយក្បាលមានថ្វីជើងពូកែបំផុតប្រចាំក្រុងផេឡាពីបុគ្គលស្វាមីភក្តិថ្វាយដល់ព្រះអង្គដែលវាជាសេះក្បាលរឹងបំផុតគ្មាននាម៉ឺនមន្ត្រីឬមេទ័ពណាម្នាក់អាចបង្ក្រាបវាបាននោះឡើយស្ដេចហ្វីលីបឃើញដូច្នេះក៏លាន់បន្ទូលឡើងថាទឹកដីម៉ាសេដូនីអាចនឹងតូចពេកហើយសម្រាប់រាជបុត្រចាប់ពីពេលនោះមកព្រះអង្គម្ចាស់ Alexander បានដាក់ឈ្មោះសេះនោះថា Bucephalus ហើយព្រះអង្គក៏ប្រើសេះមួយក្បាលនេះដើម្បីធ្វើសង្គ្រាមជាមួយខ្លួនរហូតរៀងមកព្រះចៅអធិរាជ Alexander ត្រូវឡើងគ្រងរាជ្យក្នុងព្រះជន្ម20ព្រះវស្សាដោយសារតែព្រះអង្គម្ចាស់ Philip ត្រូវពួកបច្ឆាមិត្តធ្វើគុតព្រះអង្គម្ចាស់ Philip ពុំធ្លាប់ធ្វើចម្បាំងមកពីមុននោះទេដូច្នេះហើយទើបព្រះអង្គត្រូវពួកសម្ព័ន្ធមិត្តកូវិនដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គតាំងពីដើមមកនោះគិតថាវាជាឱកាសល្អសម្រាប់ពួកគេក្នុងការបះបោររើបំរាស់ចេញពីអាណានិគមដើម្បីពង្រីកអំណាចរបស់ខ្លួនឡើងវិញព្រះចៅអធិរាជ Alexander ឃើញដូច្នេះទ្រង់ក៏បានដឹកនាំទ័ពចុះបង្ក្រាបដោយព្រះអង្គផ្ទាល់ហើយចាប់ក្រុមបះបោរទាំងនោះបានជាង 30,000 នាក់យកមកធ្វើជាទាសករចាប់ពីពេលនោះគ្មាននរណាហ៊ានចេញមុខប្រឆាំងជាមួយនឹង Alexander ដែលជាក្សត្រាវ័យក្មេងដ៏ខ្លាំងពូកែនេះទៀតឡើយ Alexander មានជំនឿថា Darius ទី3ក្សត្រនៃនគរពាក់គឺជាអ្នកជួលឃាតករឲ្យមកលបធ្វើឃាតបិតារបស់ព្រះអង្គទើប2ឆ្នាំក្រោយ Alexander ក៏បានលើកទ័ពទៅវាយនគរពាក់រហូតច្បាំងឈ្នះកងទ័ពរបស់ស្ដេច Darius ទី3បន្ទាប់មកព្រះអង្គក៏វាយសម្រុកទៅមុខរហូតដល់ទឹកដីភាគខាងជើងនៃអាណាចក្រសេរីដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសពាក់គឺតំបន់នេះហើយដែលព្រះចៅ Alexander ត្រូវប្រឈមមុខសារជាថ្មីជាមួយនឹងស្ដេច Darius ទី3ក្រោយពីការប្រយុទ្ធនោះស្ដេច Darius ទី3ក៏សម្រេចប្រតិយដកទ័ពរួចភៀសខ្លួនចាកចេញពីញាតិវង្សានុវង្សរបស់ព្រះអង្គទៅដោយទ្រង់មានជំនឿយ៉ាងខ្លាំងថាក្នុងនាមជាអ្នកចម្បាំងដែលប្រកបដោយកិត្តិយស Alexander នឹងមិនបង្កអន្តរាយដល់ញាតិវង្សានុវង្សរបស់ព្រះអង្គនោះឡើយក្រោយពីដណ្ដើមបានអាណាចក្រពាក់រួចមកកងទ័ពរបស់ព្រះចៅ Alexander បានឆ្លងទន្លេនីលបន្តវាយលុកទៅដល់ប្រទេសអេស៊ីបហើយដណ្ដើមបានទឹកដីនោះយកមកគ្រប់គ្រងថែមទៀតគ្រានោះជនជាតិអេស៊ីបមានបំណងចង់រំដោះខ្លួនចេញពីអាណានិគមរបស់ពាក់ទើបក្រោយមកគេក៏អភិសេកព្រះចៅអធិរាជ Alexander ឲ្យឡើងសោយរាជ្យជាស្ដេចហ្វារ៉ាអុងនៃប្រទេសអេស៊ីបតែម្ដងហើយព្រះអង្គបានស្ថាបនាទីក្រុង Alexandria ដែលក្នុងបច្ចុប្បន្ននេះ Alexandria បានក្លាយជាទីក្រុងកំពង់ផែសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងពិភពលោកស្ដេច Darius ទី3ដែលមានបំណងចង់ផ្សះផ្សាគ្នាជាមួយព្រះចៅអធិរាជ Alexander ឡើងវិញទ្រង់ក៏ផ្ញើព្រះរាជសារមួយសុំចរចាដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែព្រះចៅអធិរាជ Alexander
មិនបានយល់ព្រមតាមសំណើនោះឡើយព្រោះព្រះអង្គតាំងព្រះតីថាត្រូវតែគំតិចចក្រពត្តិពាក្យឲ្យរលាយសាបសូន្យពីលោកនេះតែម្ដងដើម្បីកុំឲ្យមាននរណាម្នាក់ប្រឆាំងនឹងខ្លួននៅពេលក្រោយទៀតទើបព្រះអង្គទ្រង់លើកទ័ពទៅកាន់បាប៊ីឡូនដើម្បីវាយកម្ចាត់កងទ័ពរបស់ដារីអូសទី3ហើយក៏វាយបន្តទៅមុខរហូតដល់ក្រុងហ្វឺសបូលីសរាជធានីរបស់អាណាចក្រពាក់ព្រមទាំងបានបញ្ជាឲ្យកងទ័ពដុតបំផ្លាញព្រះរាជវាំងដ៏ធំស្កឹមស្កៃរបស់ស្ដេចដារីអូសទី3ទាល់តែឆេះខ្ទេចខ្ទីអស់ដែលចាត់ទុកថាជាថ្ងៃអវសាននៃអាណាចក្រពាក់ដែលធ្លាប់តែមានអំណាចធំធេងអស់រយៈកាលជាង230ឆ្នាំមកហើយនោះទោះបីព្រះអង្គបានគ្រប់គ្រងអាណាចក្រពាក់ហើយក៏ពិតមែនប៉ុន្តែទ្រង់នៅតែមានមហិច្ឆតាចង់ដណ្ដើមយកទឹកដីប៉ែកខាងកើតតាមក្តីស្រមៃដែលធ្លាប់មានតាំងពីដើមរៀងមកព្រះចៅអធិរាជ Alexander ទ្រង់បានដឹកនាំទ័ពធ្វើដំណើរឆ្លងកាត់ភ្នំ Hindukush ឆ្ពោះទៅកាន់ប្រទេសឥណ្ឌាចូលទៅដល់តំបន់វាលទំនាបទន្លេសិន្ទុវាយបំបែកនគរតកសិលារួចសម្រុកចូលដល់ដែនដីមិនឈ្នះមិនចាញ់ទើបត្រូវបានចរចាបញ្ចប់សង្គ្រាមទៅវិញតែក្រោយពីនោះមក Alexander នៅតែមានគំនិតក្នុងការរុកទន្ទ្រានយកទឹកដីឥណ្ឌាប៉ែកខាងកើតមកជាបន្តទៅទៀតប៉ុន្តែពួកកងទ័ពដែលធ្វើសង្គ្រាមអស់រយៈពេល15ឆ្នាំដោយមិនបានវិលត្រឡប់ទៅផ្ទះសម្បែងអ្វីសោះនោះម្នាក់មានការនឿយណាយនឹងការធ្វើសង្គ្រាមជាខ្លាំងរហូតដល់លែងចង់ធ្វើសង្គ្រាមតទៅទៀតនិងម្យ៉ាងវិញទៀតដោយសារព្រះចៅអធិរាជ Alexander ត្រូវរងរបួសដោយមុខលំពែងរបស់កងទ័ពម្ចាស់ស្រុកផងដែរនោះទើបព្រះអង្គសម្រេចចិត្តដកថយត្រឡប់ទៅកាន់អាណាចក្រពាក់វិញដើម្បីបញ្ចប់យុទ្ធនាការពង្រីកអាណាចក្រទៅតាមការស្នើសុំរបស់កងទ័ពនិងដើម្បីសម្រាប់ព្យាបាលរបួសរបស់ខ្លួនឯងផងដែរក្នុងការធ្វើដំណើរទៅកាន់អាណាចក្រពាក់វិញនោះកងទ័ពត្រូវបានបែងចែកជាពីរផ្នែកគឺកងទ័ពជើងគោកនិងកងទ័ពជើងទឹកព្រះចៅ Alexander ត្រូវធ្វើដំណើរតាមផ្លូវទឹកជាមួយកងទ័ពជំនិតរបស់ព្រះអង្គដោយសារតែមុខរបួសត្រូវឈឺរ៉ាំរ៉ៃមកយូរពេកបូកផ្សំនឹងព្រះអង្គសោយសារាច្រើនហួសកម្រិតទៀតនោះនៅពេលដែលយាងមកដល់បាប៊ីឡូនវិញព្រះកាយរបស់ព្រះអង្គក៏ត្រូវធ្លាក់ចុះទ្រុឌទ្រោមជាខ្លាំងបណ្ដាលឲ្យព្រះអង្គបាត់បង់ព្រះជន្មនៅថ្ងៃទី10ខែមិថុនាឆ្នាំ323មុនគ្រិស្តសករាជក្នុងព្រះជន្មាយុ33ព្រះវស្សាតែប៉ុណ្ណោះព្រឹត្តិការណ៍សំខាន់ Alexander ប្រសូតនៅរដ្ឋម៉ាសេដូនីឆ្នាំ356មុនគ្រិស្តសករាជឆ្នាំ336មុនគ្រិស្តសករាជឡើងគ្រងរាជសម្បត្តិបន្តពីព្រះបិតានៅអាយុ20ឆ្នាំឆ្នាំ333មុនគ្រិស្តសករាជច្បាំងជាមួយទ័ពព្រះចៅដារីអូសទី3នៃប្រទេសពាក់រហូតបែកខ្ចាត់ខ្ចាយឆ្នាំ332មុនគ្រិស្តសករាជគ្រងរាជជាស្ដេចហ្វារ៉ាអុងនៃប្រទេសអេស៊ីបព្រះចៅ Alexander សោយទីវង្គតនៅថ្ងៃទី10ខែមិថុនាឆ្នាំ323មុនគ្រិស្តសករាជក្នុងព្រះជន្មាយុ33ព្រះវស្សា